ត្តរិទ្ធសសែនជ័យបារមីសរសៃពងជាទូករបស់រដ្ឋបាលស្រុករឡាញ់និងរដ្ឋកោទឹកស្វយ័តខ្សែទឹកខាងកើតជាគូជាមួយនឹងទូកឈ្មោះយុវជនស្រីសបវធិបតីជាទូករបស់មន្ទីរព័ត៌មានខេត្តមន្ទីរធម្មការខេត្តនិងសាសនាខេត្តនិងមន្ទីរឧស្សាហកម្មបច្ចេកវិទ្យានិងអ្នកវិទ្យានុវត្តខេត្តដែលមានខ្សែទឹកនៅខាងលិចបាទឥឡូវនេះឃើញថាខ្សែទឹកខាងកើតខ្សែទឹកខាងកើតក៏ហាក់បីដូចជាមានប្រៀបជាងមហត្តរិទ្ធសសែនជ័យឯពងបាទហាក់បីដូចជាមានប្រៀបហើយប៉ុន្តែមានប្រៀបនេះគឺចង់ដាច់មួយទូកហើយបាទឥឡូវនេះយើងឃើញថាការប្រឹងប្រែងរបស់យុវជនស្រីសបវរធិបតីនោះក៏បានប្រឹងប្រែងណាស់ដែរតែតោងអត់ជាប់បាទតោងអត់ជាប់ទេអញ្ចឹងជ័យជំនះត្រូវបានទៅខ្សែទឹកខាងកើតគឺមហត្តរិទ្ធសសែនជ័យបារមីសរសៃពង